គឺយើងមកដល់អនុវិទ្យាល័យតាំងសាំងហើយគឺចូលទៅមើលខាងក្នុងតែវីដេអូនេះខ្ញុំអធិស្ឋានទៅដល់នាយកសាលាតាំងសាំងផងបាទគ្រូគ្រួយដោយសារខ្ញុំមកនេះគឺមកមើលអាតូបគេដាក់សភៅបងប្អូនអរគ្នាហើយខ្ញុំទៅមើលគំរូបងប្អូនអរគ្នាហើយឥឡូវសាលាគឺស្ងាត់មែនតើអញ្ចឹងសូមអធិស្ឋានផងបាទវីដេអូនេះអាចនឹងខ្ញុំឡើងលវងអីចឹងបងដោយសារបងប្អូនមើលទៅគឺចាក់សោបាត់ហើយអញ្ចឹងយើងមើលពីក្រៅសិនឃើញអត់តាមខ្ញុំប្រហែលជាតូបមួយនោះបងប្អូនអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាគ្រូគាត់ធ្វើមិនចឹងដើម្បីយកគំរូទៅធ្វើនៅសាលាមួយទៀតដើម្បីដាក់សភៅដូចគ្នាបងប្អូនតោះ let's go បាទអ្នកទាំងអស់គ្នាដោយសារតកន្លែងយើងអត់មានទ្វារបើកទេអញ្ចឹងខ្ញុំសូមអធិស្ឋានផងបាទអញ្ចឹងយើងត្រូវការឡើងលវងខ្ញុំឡើងតាមនេះបងប្អូនហើយឡើងដើម្បីទៅមើលគំរូអានោះបងប្អូនអរគ្នាមើលគំរូអាតូបដាក់សភៅនេះចង់ដឹងថាគេធ្វើមិនចឹងដើម្បីយកគំរូធ្វើដែរដាក់នៅសាលានោះអត់អីបងប្អូនអរគ្នាដោយសារនេះសួរឡើងទេមានកាមេរ៉ាទៀតហើយថ្នាក់ TV 8ឃើញបើកតែដឹងមានមនុស្សអត់ទេកាមេរ៉ាតែយកមកមើលនេះបងយកមកមើលនេះខាងក្រោយគេដាក់ខ្ចីសៀវភៅហើយដាក់រូបបេះដូងហើយដាក់សៀវភៅអានថ្ងៃនេះអ្នកដឹកនាំថ្ងៃស្អែកចឹងនេះតោគេដាក់សៀវភៅបាទហើយគេមានសោចាក់សៀវភៅបាទមានចំនួនច្រើនគួរសមណាស់ចឹងខ្ញុំស៊ូមបងប្អូនមើលនេះបាទសៀវភៅចឹងតូបនេះគឺធ្វើបែបនេះចឹងខ្ញុំថតឲ្យគឺខ្ញុំត្រូវថតរូបស្លឹកដើម្បីយកគំរូឲ្យលោកគ្រូខាងនោះគាត់ធ្វើដែរអញ្ចឹងបាទនេះហើយកពស់ធ្វើភ្នែកខ្ញុំតែឡើយខ្ញុំថតរូបស្លឹកម្ដងហើយសភៅមានថ្នាក់ទី8ទីអីសភៅគុំបាទហើយសភៅច្រើនគឺសមដែរខ្ទង់ប្រហែលជា50-60ក្បាលនៅក្នុងនេះអាហ្នឹងដល់សិស្សគាត់អានហើយខ្លះអញ្ចឹងបងប្អូនគ្នាហើយអញ្ចឹងខ្ញុំទៅវិញមានតែប៉ុណ្្នឹងទេដើម្បីយកគំរូទៅធ្វើនៅសាលាត្រប់បាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ហើយសិស្សអតីតសិស្សនៅត្រប់បើចង់បរិច្ចាគសភៅឬក៏ចង់ឲ្យសភៅអីអាចឲ្យតាមរយៈខ្ញុំក៏បានទៅគ្រូនៅត្រប់ហ្នឹងក៏បានដែរហើយយើងនឹងធ្វើតូបបែបហ្នឹងឲ្យក្មេងៗរៀននៅត្រប់ហ្នឹងឲ្យពួកគាត់អានហើយរៀនដូចថាសភៅគណិតក៏បានក៏យើងដាក់បានដែរបងប្អូនអរគ្នាមិនបាច់ចាំសភៅអាននេះសភៅដូចកណនីលេខគីមីអីចឹងយើងអាចដាក់បានទាំងអស់ចឹងសភៅសំណេរសភៅអីឲ្យតែមានឲ្យយើងរៀនហើយឬក៏យើងឈប់រៀនហើយយើងអាចបរិច្ចាគទៅសាលាឬក៏អតីតសិស្សនៅធ្លាប់រៀននៅហ្នឹងអាចបរិច្ចាគបានអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបាទបើខ្ញុំនិយាយខុសឆ្គងសូមអធិស្ឋានបាទ